ម៉ាណេះរំលឹកមេរៀនជាមួយគ្នាកុំម្លែងតែភ័យតើតើរំលឹកមេរៀនទៅប្រឡងជាប់បានទេល្អអញ្ចឹងយើងមកមើលវិញ្ញាសាទី3ជាមួយគ្នាអូខេអញ្ចឹងសម្រាប់វិញ្ញាសាទី3លោកគ្រូបានលើកយក10សំណួរដូចវិញ្ញាសាទី1និងវិញ្ញាសាទី2យ៉ាងដែរអញ្ចឹងវិញ្ញាសាទី3សំណួរទី1លោកគ្រូយកសំណួរដែលធ្លាប់ចេញប្រឡងថ្នាក់ជាតិយកមករំលឹកគឺសរីរាង្គភេទរបស់រុក្ខជាតិជាអ្វីប៉ុន្តែពេលប្រឡងថ្នាក់ជាតិឆ្នាំនោះគេសួរថាផ្កាជាអ្វីអញ្ចឹងតើសរីរាង្គភេទរបស់រុក្ខជាតិជាអ្វីមានលក្ខណៈខុសគ្នានឹងដូចគ្នាដូចម្ដេចខ្លះហើយផ្នែកផ្សេងៗរបស់វាមានអ្វីខ្លះអញ្ចឹងសរីរាង្គភេទរបស់រុក្ខជាតិគឺជាផ្កាឬក៏គេសួរថាផ្កាជាអ្វីហ្នឹងអញ្ចឹងយើងឆ្លើយថាផ្កាគឺជាសរីរាង្គភេទរបស់រុក្ខជាតិអញ្ចឹងផ្កាមានទំហំរូបរាងពណ៌និងក្លិនខុសៗគ្នាប៉ុន្តែមានកញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោលដូចគ្នាបាទផ្កាមានលក្ខណៈខុសគ្នាលើទំហំរូបរាងពណ៌និងក្លិនណាប៉ុន្តែលក្ខណៈដែលដូចគ្នានោះគឺកញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោលសម្រាប់ធ្វើការបន្តពូជផ្កាត្រូវបានចែកចេញជា4ផ្នែកមានត្របកផ្កាស្រទាប់ផ្កាកញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោលបាទអញ្ចឹងបងប្អូនអាចរៀបរាប់ប្រាប់គេបន្ថែមទៀតបានថាកញ្ចុំកេសរឈ្មោលចែកចេញជា2ផ្នែកទៀតគឺមានតងកេសរឈ្មោលសម្រាប់ទ្រផ្លោកលំអងនិងផ្លោកលំអងសម្រាប់ផ្ទុកផលិតនិងបញ្ចេញគ្រាប់លំអងកញ្ចុំកេសរញីចែកចេញជា3ផ្នែកមាន stigmat កកេសរញីនិង ovea បាទ stigmat ហ្នឹងគឺជាផ្នែកស្អិតមានតួនាទីចាប់យកគ្រាប់លំអងកកេសរញីគឺជាបំពង់ធ្វើដំណើរចេញពី stigmat ទៅរក ovea ចំណែក ovea គឺជាកន្លែងផ្ទុកនៅ oval មួយឬច្រើនបាទអញ្ចឹងកូនមើលនេះគឺជារូបភាពផ្កាដែលយើងបានរៀបរាប់មិញហ្នឹងឯងគឺឃើញណាបាទអញ្ចឹងនេះផ្កាឃើញទេអញ្ចឹងផ្កាគឺចែកចេញជា4ផ្នែកមានត្របកផ្កាពណ៌ដូចស្លឹកស្រទាប់ផ្កាពណ៌ខុសៗគ្នាកញ្ចុំកេសរឈ្មោលមាន2ផ្នែកគឺតងកេសរឈ្មោលជាមួយនឹងផ្លោកលំអងកញ្ចុំកេសរញីមាន3ផ្នែកមាន stigmat កកេសរញីនិង ovea អញ្ចឹងផ្កាគឺជាសរីរាង្គភេទរបស់រុក្ខជាតិឃើញណាអូខេអញ្ចឹងយើងទៅមើលសំណួរបន្តគឺគេសួរថាតើឃ្លុបក្របភ្នែកមានប៉ុន្មានផ្នែកហើយផ្នែកនីមួយៗមានផ្ទុកនៅសារធាតុអ្វីខ្លះអញ្ចឹងឃ្លុបក្របភ្នែកចែកចេញជា3ផ្នែកគឺផ្នែកទី1យើងគិតចាប់ពីកនេទៅកាន់ប្រស្រីភ្នែកនេះកន្លែងនេះកូនណានេះកនេណាកនេគឺជាផ្នែកកោងប៉ោងថ្លានៅក្នុងស្រទាប់ sclerotic ណាអញ្ចឹងផ្នែកទី2គឺប្រស្រីភ្នែកគឺជាផ្នែកមានពណ៌នៅក្នុងភ្នែករបស់យើងស្ថិតនៅក្នុងស្រទាប់កូរ៉ូអ៊ីតបាទអញ្ចឹងចេញពីកនេទៅប្រស្រីភ្នែកគឺជាឃ្លុបទី1ឬយើងហៅថាផ្នែកទី1ចេញពីប្រស្រីភ្នែកទៅកែវភ្នែកគឺជាផ្នែកទី2ឬក៏ឃ្លុបទី2ដែលផ្នែកទាំងពីរនោះផ្ទុកទៅដោយសារធាតុរាវថ្លាគេឲ្យឈ្មោះថាអ៊ុយម៉ទឹកអូខេអញ្ចឹងផ្នែកចុងក្រោយគឺផ្នែកទី3គឺស្ថិតនៅផ្នែកខាងក្រោយនេះគឺក្រោយកែវភ្នែកជាលំហធំមួយនៅក្រោយកែវភ្នែកដែលផ្ទុកនៅសារធាតុរាវអន្ថលហៅថាអ៊ុយម៉ខនបាទអញ្ចឹងអ៊ុយម៉ទឹកនិងអ៊ុយម៉ខនយើងបានរៀនពីវិញ្ញាសាមុនយើងដឹងហើយអ៊ុយម៉ទឹកអ៊ុយម៉ខនគឺផលិតចេញពីសរសៃផ្ដូរនៃអង្គស៊ីលីយេបាទអញ្ចឹងយើងមើលទៅសំណួរទី3សួរថាតើត្រចៀកមានប៉ុន្មានផ្នែកនីមួយមានតួនាទីយ៉ាងដូចម្ដេចខ្លះអញ្ចឹងមើលតាមរូបភាពក៏កូនឃើញដែរត្រចៀកចែកចេញជា3ផ្នែកផ្នែកទី1គឺត្រចៀកក្រៅផ្នែកទី2គឺត្រចៀកកណ្ដាលនិងផ្នែកទី3គឺជាត្រចៀកក្នុងអញ្ចឹងផ្នែកនីមួយមានតួនាទីយ៉ាងម៉េចផ្នែកនីមួយមានតួនាទីខុសៗគ្នាដែលត្រចៀកក្រៅមានតួនាទីប្រមូលផ្ដុំរលកសូរហើយបញ្ជូនរលកសូរទៅកាន់ក្រដាសត្រចៀកគឺជាផ្នែកនៃត្រចៀកកណ្ដាលអញ្ចឹងពេលដែលវាចូលទៅដល់กระดาษត្រចៀកដែលជាផ្នែកនៃត្រចៀកកណ្ដាលហើយកระดาษត្រចៀកនឹងរុញទៅកាន់ឆ្អឹងញញួរឆ្អឹងទំនាប់ឆ្អឹងឈ្នាន់ហើយនឹងរុញទៅកាន់បង្អួចរឿងពងក្រពើគឺជាបណ្ដុំនៃត្រចៀកកណ្ដាលដែលមានតួនាទីបន្លឺសំឡេងឲ្យកាន់តែលឺខ្លាំងណាចំណែកឯផ្នែកទី3គឺជាត្រចៀកក្នុងគឺជាត្រចៀកមួយដែលមានតួនាទីក្នុងល្បឺនឹងបានថាលឺសូរបាទហើយនឹងរក្សាលំនឹងនៃសារពាង្គកាយបាទអូខេអញ្ចឹងយើងមើលទៅសំណួរទី4គេសួរបន្តពីត្រចៀកមិញដដែលគេសួរថាចុះផ្នែកនីមួយនឹងមានរូបគុំដូចម្ដេចឬក៏មានលក្ខណៈពិសេសអ្វីខ្លះអញ្ចឹងសំណួរគេអាចសួរលក្ខណៈពិសេសអ្វីខ្លះឬក៏សំណួរសួរថារូបគុំដូចម្ដេចអញ្ចឹងរូបគុំឬក៏លក្ខណៈពិសេសហ្នឹងគឺយើងនិយាយផ្នែកមួយអញ្ចឹងត្រចៀកក្រៅមាន2បាទត្រចៀកក្រៅហ្នឹងចែកចេញជា2ទៀតគឺ
ស្លឹកត្រចៀកនិងបំពង់សោតវិញ្ញាណឬយើងហៅថារុនត្រចៀកភាសាធម្មតាណារុនត្រចៀកបាទត្រចៀកកណ្ដាលមាន5គឺមានកណ្ដាស់ត្រចៀកមានឆ្អឹងញញួរឆ្អឹងទ្រនាប់ឆ្អឹងឈ្នាន់និងបង្អួចរាងពងក្រពើនឹងគឺជាផ្នែកនៃត្រចៀកកណ្ដាលចំណែកឯត្រចៀកក្នុងមានបំពង់រាងគូតខ្យល់បំពង់ពាក់កណ្ដាលរង្វង់ចំនួន3និងបំពង់ប្រម៉ោយអឺស្តាដែលមានទំនាក់ទំនងជាមួយត្រចៀកកណ្ដាលអញ្ចឹងបំពង់ប្រម៉ោយអឺស្តាហ្នឹងវាជាបំពង់ដែលតចេញពីត្រចៀកកណ្ដាលឆ្លងកាត់ត្រចៀកក្នុងចូលទៅក្នុងបំពង់កបាទអញ្ចឹងយើងមើលតាមរូបភាពយើងឃើញនេះគឺជាបំពង់ប្រម៉ោយអឺស្តាបំពង់ប្រម៉ោយអឺស្តាហ្នឹងវាចេញពីត្រចៀកកណ្ដាលមកឃើញទេឆ្លងកាត់ត្រចៀកក្នុងហើយកន្លែងនេះគឺជាបំពង់ករបស់យើងនេះបាទកន្លែងហ្នឹងគឺបំពង់ករបស់យើងអូខេអញ្ចឹងមើលទៅសំណួរបន្តគឺសំណួរលេខ5សួរថាតើអរម៉ូនមានឥទ្ធិពលលើសារពាង្គកាយទាំងមូលដែរឬទេចូលលើឧទាហរណ៍សំណួរនេះក៏ជាសំណួរធ្លាប់ចេញប្រឡងថ្នាក់ជាតិដែរអញ្ចឹងសំណួរសួរថាអរម៉ូនមានឥទ្ធិពលលើសារពាង្គកាយទាំងមូលដែរឬទេឆ្លើយថាមិនមានឥទ្ធិពលលើសារពាង្គកាយទាំងមូលទេព្រោះអរម៉ូនវាមានឥទ្ធិពលចំពោះតែកោសិកាគោលដៅរបស់វាប៉ុណ្ណោះដូច្នេះអរម៉ូនវាផ្ញើតែកន្លែងណាដែលត្រូវការវាទេឧទាហរណ៍រំញោចនៃការជញ្ជក់ដោះម្ដាយរបស់ទារកអញ្ចឹងពេលដែលទារកចាប់ដើមជញ្ជក់ដោះម្ដាយក្រពេញអ៊ីប៉ូភីសចាប់ផ្ដើមបញ្ចេញអរម៉ូនអុកស៊ីតូស៊ីនដែលអរម៉ូនអុកស៊ីតូស៊ីនវានឹងជ្រាបចូលទៅក្នុងចរន្តឈាមហើយទៅផ្ញើសាច់ដុំជុំវិញក្រពេញដោះដើម្បីឲ្យបញ្ចេញទឹកដោះមកឲ្យកូនបែរអញ្ចឹងមានន័យថាអរម៉ូនអុកស៊ីតូស៊ីនវាផ្ញើតែក្រពេញដោះទេវាអត់ទៅផ្ញើកន្លែងផ្សេងទេបាទប៉ុន្តែគ្រាន់ថាអុកស៊ីតូស៊ីនវាមានតួនាទីមួយទៀតគឺទៅផ្ញើស្បូននៅពេលដែលឈឺពោះសម្រាលកូនដែលយើងបានសិក្សាពីវិញ្ញាសាមុនណាបាទអូខេអញ្ចឹងនៅក្នុងនេះគេចង់បញ្ជាក់ប្រាប់ថាអរម៉ូនមានអរម៉ូនមួយមានឥទ្ធិពលចំពោះតែកោសិកាគោលដៅមួយដូចក្នុងរូបភាពនេះអញ្ចឹងពេលដែលអរម៉ូនបញ្ចេញមកអរម៉ូននឹងវារត់មកប៉ះជាមួយរូបភាពមួយនេះឃើញទេអត់ត្រូវគ្នាទេបាទអានេះក៏អត់ត្រូវគ្នាដែរដោយសារអីវាអត់មានងាំដែលអាចខំចូលគ្នាបានអញ្ចឹងអានេះចឹងដែរចូលមកដល់ប៉ះនេះវិញអូវាជាកោសិកាគោលដៅរបស់វាអញ្ចឹងវាខំចូលគ្នាបានដោយសារអីរូបរាងនៃទម្រង់របស់វាហើយនឹងទម្រង់កោសិកាគឺត្រូវគ្នាដូចកូនសោជាមួយមេសោអញ្ចឹងណាកូនសោមិនចេះតែចាក់គ្រប់ត្រូវមេសោទេយើងយកកូនសោហ្នឹងទៅចាក់សោដែលត្រូវរបស់វាទើបចាក់មកចេញបើយកកូនសោហ្នឹងទៅចាក់សោផ្សេងមួយទៀតចាក់អត់ចេញទេដោយសារអីថ្មិញនៃកូនសោហ្នឹងវាខុសគ្នាណាកូនណាអូខេឥឡូវយើងមើលទៅសំណួរទី6ជាសំណួរដែលពាក់ព័ន្ធទៅនឹងលំពេងទៀតណាបាទអញ្ចឹងលំពេងឆ្នាំនេះអាចនឹងចេញព្រោះលំពេងវាបាទឋានចេញរៀងមួយឆ្នាំពីរឆ្នាំហើយដែរអញ្ចឹងលំពេងគឺជាកោសិកាមួយដែលផលិតអរម៉ូនពីរប្រភេទគឺអរម៉ូនអាំងស៊ូលីននិងអរម៉ូនកូឡូយកាកុងអញ្ចឹងវិញ្ញាសាមុនយើងនិយាយពីវាម្ដងហើយឥឡូវយើងមកនិយាយពីអីគេចូលពណ៌នាពីសកម្មភាពរបស់អរម៉ូនអាំងស៊ូលីននៅក្នុងការបន្ថយកម្រិតជាតិកូឡូយកុសក្នុងឈាមអញ្ចឹងលំពេងមានកោសិកាពីរប្រភេទគឺកោសិកាបេតានិងកោសិកាអាល់ហ្វាកោសិកាបេតាផលិតអរម៉ូនអាំងស៊ូលីនអាំងបបែលបានន័យថាអាំងបេតាឃើញទេបាទអញ្ចឹងកុំឲ្យច្រឡំគ្នាជាមួយនឹងកលុយកាកុងអញ្ចឹងយើងចំណាំយើងរកចំណុចចំណាំរៀងខ្លួនសម្រាប់លោកគ្រូគឺយើងយកពាក្យហ្នឹងខ្ញុំចាំពាក្យមួយហ្នឹងថាអូអញ្ចឹងដើម្បីកុំឲ្យច្រឡំគ្នាខ្ញុំថាអាំងបបែលអញ្ចឹងអាំងបេតាអូខេអញ្ចឹងអាំងស៊ូលីនត្រូវជាមួយនឹងកោសិកាបេតាអញ្ចឹងកោសិកាបេតាគឺជាកោសិកាដែលផលិតអរម៉ូនអាំងស៊ូលីនដែលអរម៉ូនហ្នឹងវានឹងចេញមកនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមនេះឡើងខ្ពស់អញ្ចឹងពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់អរម៉ូនអាំងស៊ូលីនបញ្ចេញពីកោសិកាបេតារបស់លំពេងទៅផ្ញើថ្លើមសាច់ដុំជាប់ឆ្អឹងហើយនឹងជាលិកាខ្លាញ់ឲ្យចាប់យកជាតិស្ករដែលលើសនៅក្នុងឈាមទៅប្រើប្រាស់ជាធម្មពលហើយបើប្រើមិនអស់វានឹងសំយោគទៅជា glycogen រក្សាទុកក្នុងថ្លើមនិងសាច់ដុំហើយបើនៅតែមិនអស់ទៀតបំលែងคล้ายទៅជាខ្លាញ់យកទៅទុកក្នុងជាលិកាខ្លាញ់ហើយញាត់ទៅតាមក្រោមស្បែកណានៅក្រោមស្បែករបស់យើងធ្វើឲ្យមនុស្សនឹងចាប់ដើមធាត់បាទអញ្ចឹងនេះគឺជាដំណើរការនៃអរម៉ូនអាំងស៊ូលីនអូខេបាទអញ្ចឹងបងប្អូនមើលទៅសំណួរទី7សំណួរទី7ដុំដេចដែលហៅថាប៉បទីតចំណងប៉បទីតតើវាកើតឡើងយ៉ាងដូចម្ដេចអញ្ចឹងសំណួរនេះកាលពីឆ្នាំមុនគេសួរមិនតើអាស៊ីតអាមីណេ2ចងភ្ជាប់គ្នាដោយសារអ្វីអញ្ចឹងសំណួរនឹងដូចតែគ្នាទេក៏ត្រឡប់ចុះត្រឡប់ឡើងទេណាកូនណាបាទអញ្ចឹងប៉បទីតជាអាស៊ីតអាមីណេ2ឬច្រើនដែលចងភ្ជាប់ដោយចំណងប៉បទីតអញ្ចឹងអាស៊ីតអាមីណេ2ចងភ្ជាប់ដោយចំណងប៉បទីតឃើញទេដូចគ្នាណាចំណងប៉បទីតជាសម្ព័ន្ធកូវឡង់ដែលចងភ្ជាប់បណ្ដុំកាបុកស៊ីលនៃអាស៊ីតអាមីណេទី
ទៅនឹងបណ្ដុំអាមីនរបស់អាស៊ីតអាមីណេទី2ណាមើលតាមរូបភាពឃើញនេះអាស៊ីតអាមីណេមានរូបមន្ត NH2 CH COOH និង radical air អញ្ចឹងអា COOH នេះយើងហៅថាបណ្ដុំកាបូកស៊ីលដែលវានឹងទៅជួបជាមួយបណ្ដុំអាមីននៃអាស៊ីតអាមីណេទី2ហើយបណ្ដុំទាំងពីរហ្នឹងនឹងចងភ្ជាប់គ្នាទៅជាចំណងពបទីបមានរូបមន្ត CONH អញ្ចឹងដោយសារអីបើសារបណ្ដុំកាបូកស៊ីលវាទម្លាក់ OH ចោលបណ្ដុំអាមីនទម្លាក់ H មួយចោលអញ្ចឹង CO និង HN ជាប់គ្នាបង្កើតបានជាចំណងពបទីបបាទអញ្ចឹងរូបមន្តនៃចំណងពបទីបគឺ CONH ដែលចេញនៅក្នុងឆ្នាំមុនដែរសំណួរទី8អញ្ចឹងយើងមើលទៅសំណួរទី8គេឲ្យយើងសរសេររូបមន្ត D ពបទីបនៃសេរីននិងអាឡានីនដែលឆ្នាំមុនគេឲ្យយើងសរសេររូបមន្ត D ពបទីបតែគេអត់មានបញ្ជាក់ថាឲ្យសរសេរ D ពបទីបរវាងអីនិងអីទេអញ្ចឹងយើងសរសេររូបមន្តទូទៅបែបខាងលើនេះអញ្ចឹងកាលណាគេឲ្យយើងសរសេររូបមន្ត D ពបទីបយើងសរសេរបែបនេះអញ្ចឹងរូបមន្ត D ពបទីបគឺ NH2 CH COOH អស់សំទោស NH2 CH CONH CH COOH radical air on និង radical air ដឺអញ្ចឹងអាហ្នឹងគឺតបជាប់ដូចមិញអញ្ចឹងណាចំណែកអានេះវិញគឺជារូបមន្ត D ពបទីបរវាងសេរីននិងអាឡានីនអញ្ចឹងសេរីនមាន radical CH2OH ចំណែកអាឡានីនមាន radical CH3 អញ្ចឹងយើងគ្រាន់តែយកអា radical ហ្នឹងយកមកដាក់កន្លែង air on ខ្លាយទៅជាបែបនេះហើយយក radical អាឡានីនមកដាក់កន្លែង air ដឺខ្លាយជាបែបនេះអញ្ចឹងពេលទៅប្រឡងថ្នាក់ជាតិប្រយ័ត្នអាហ្នឹងប្រយ័ត្នម៉េចកូនប្រយ័ត្នថាប្រយ័ត្នគេឲ្យអាឡានីនសេរីនអញ្ចឹងយើងត្រូវដាក់អាឡានីនមុនណាកូនណាអញ្ចឹងមើលឈ្មោះគេឲ្យត្រឹមត្រូវចូលសរសេររូបមន្ត D ពបទីបរវាងអីនិងអីអញ្ចឹងអាណាដាក់មុនអាណាដាក់ក្រោយមើលតាមឈ្មោះដែលគេរៀបឲ្យណាអូខេអញ្ចឹងយើងមើលទៅសំណួរទី9ជាសំណួរសំខាន់ដែរដែលសំណួរនេះគឺអាសាចេញដែរនៅពេលប្រឡងថ្នាក់ជាតិតើអង់ស៊ីមមានលក្ខណៈសម្បត្តិអ្វីខ្លះអញ្ចឹងអង់ស៊ីមមានលក្ខណៈសម្បត្តិដូចជាទី1អង់ស៊ីមមានសកម្មភាពខ្លាំងគឺអង់ស៊ីមមួយចំនួនតូចអង់ស៊ីមមួយចំនួនតូចអាចបង្កើនល្បឿនប្រតិកម្មគីមីបានមួយចំនួនធំទី2និយមន័យរបស់អង់ស៊ីមអង់ស៊ីមគឺជាកាតាលីករគីមីជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីនៅក្នុងសារពាង្គកាយទី3អង់ស៊ីមទាំងអស់សុទ្ធតែជាប្រូតេអ៊ីនយថាប្រភេទបានន័យថាជាប្រូតេអ៊ីនដែលមានតួនាទីច្បាស់លាស់មានកោសិកាគោលដៅវាច្បាស់លាស់បាទទី4អង់ស៊ីមប្រែប្រួលនាទីទៅតាមសីតុណ្ហភាពអតិពល pH និងកំហាប់ substrate បាទអញ្ចឹងវាប្រែប្រួលទម្រង់នឹងនាទីរបស់វាទៅតាមសីតុណ្ហភាពអតិពល pH និងកំហាប់ substrate 3ណាកូនណាអង់ស៊ីមខ្លះត្រូវការកូអង់ស៊ីមហ្នឹងជាអង់ស៊ីមជំនួយគឺពពួកវីតាមីនជាពិសេសគឺវីតាមីន B complex អង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្ច្រាស់ទៅមកបានន័យថាវាចូលរួមទាំងប្រតិកម្មសំយោគនិងចូលរួមទាំងប្រតិកម្មបំបែកអូខេនេះគឺជាលក្ខណៈសម្បត្តិនៃអង់ស៊ីមដែលជាសំណួរសំខាន់អាសាចេញសំណួរចុងក្រោយនៃវិញ្ញាសាទី3របស់យើងចូលប្រៀបធៀបដំណើរលំអងកាត់និងដំណើរលំអងឯងបាទអញ្ចឹងនៅតែបញ្ជាក់ឡើងវិញដដែលថាប្រៀបធៀបគឺមានលក្ខណៈដូចនិងលក្ខណៈខុសហើយបងអូនត្រូវតែទន្ទិញប្រៀបធៀបឲ្យចាំពីព្រោះចេញរាល់ឆ្នាំណាចេញរាល់ឆ្នាំមួយជានិច្ចជួនកាលឆ្នាំខ្លះមានចេញដល់ទៅ2ដងប្រៀបធៀបអញ្ចឹងប្រៀបធៀបលក្ខណៈដូចគ្នាផ្ទេរក្របលំអងចេញពីផ្លោកលំអងទៅលើ stigma នៃកេសរញីអញ្ចឹងទោះបីដំណើរលំអងកាត់ក៏ដោយទោះបីដំណើរលំអងឯងក៏ដោយគឺផ្ទេរក្របលំអងចេញពីផ្លោកលំអងទៅលើ stigma នៃកេសរញីលក្ខណៈខុសគ្នាដំណើរលំអងឯងឬស្វ័យដំណើរលំអងគឺផ្ទេរយកលក្ខណៈដូចគ្នានេះយកមកនិយាយថែមតែពីអីគេនៃផ្កាតែមួយឃើញទេលក្ខណៈដូចគ្នាផ្ទេរក្របលំអងចេញពីផ្លោកលំអងទៅលើ stigma នៃកេសរញីក្នុងផ្កាតែមួយអាហ្នឹងគឺស្វ័យដំណើរលំអងមិនត្រូវការភ្នាក់ងារដំណើរលំអងពីព្រោះវាស្វ័យដំណើរលំអងបានតែធ្វើម្នាក់ឯងបើធ្វើម្នាក់ឯងអត់ត្រូវការអ្នកណាជួយទេមិនត្រូវការភ្នាក់ងារដំណើរលំអងកើតមានចំពោះតែផ្កាទ្វេភេទអញ្ចឹងតើតើវាមានភេទញីភេទឈ្មោលទើបវាអាចស្វ័យបង្កកំណើតបានខាងដំណើរលំអងកាត់វិញផ្ទុយគ្នាមកផ្ទេរក្របលំអងទៅលើផ្កាពីរផ្សេងគ្នាត្រូវការអញ្ចឹងខាងនេះមិនត្រូវការខាងនេះត្រូវការភ្នាក់ងារដំណើរលំអងកើតមានចំពោះគ្រប់ផ្កាទាំងអស់បានន័យថាផ្កាឯកភេទក៏កើតផ្កាទ្វេភេទក៏កើតតោះនេះកូនបាទអញ្ចឹងនេះគឺជាសំណួរទាំង10នៅក្នុងវិញ្ញាសាទី3អូខេអរគុណ follow for more